សួស្តីបងប្អូនអរគ្នាថ្ងៃដែរទំនេរក៏ឆ្លៀតកាត់វីដេអូជូនបងប្អូនទស្សនាលេងកំសាន្តពីកិច្ចកម្មភាពតលេងផ្ទះនៅព្រៃវែងថ្ងៃមុនបងប្អូនថ្ងៃកាលពីថ្ងៃបិណ្ឌជុំបងប្អូនហើយកិច្ចកម្មភាពមិនដែរបងប្អូនមើលទៅគឺថាផ្លូវចូលនៅក្នុងផ្ទះវិញគឺថាបែកម៉ាំតែមែនតើបងប្អូនហើយដូចវីដេអូកាត់ពីដំបងហ្នឹងបងប្អូនមើលទៅគឺថាឡានជាប់ផងនេះថ្ងៃចេញមកភ្នំពេញវិញបងប្អូនវាថាផុកនៅក្នុងផ្ទះមិននិយាយទេនេះភ្លៀងតែធ្វើតែ2ម៉ោងបងប្អូនគឺវារួមទៅដីនេះដីហើមយកតែមែនតើបងប្អូនជន់ចង់កប់ដល់ក្បាលជង្គង់ឡៃមកមុំជន់កប់ក៏ជើងអីបងប្អូនហើយថ្ងៃនេះដែរក៏ដើរថតសកម្មភាពនៅក្នុងដីបងប្អូនថតដំណាំឲ្យបងប្អូនមើលលេងហើយដែរគឺថាដើមមានបងប្អូនគឺថាមានចេញផ្លែល្អបងប្អូនហើយដើមមិនដែរខត្តបានដើមធំហើយដែរគឺជាដើមលៀបដើមមុខផ្ទះហើយនេះដែរដើមខ្នោហើយបើថាទៀបវិញស្អុយអស់លីងបងប្អូនហើយដើមលម៉ើដើមស្លាយៈដើមលំអលេងបងប្អូនហើយដែរគឺដើមស្វាយដែរគឺដើមស្វាយក្នុងរដូវបងប្អូនហើយដែរគឺតបៃក៏លួយដែរបងប្អូនដូចវាចូលទឹកខ្លាំងពេកបងប្អូនហើយនេះទ្របបងប្អូនទ្របដើមទ្រប 4-5 ដើមដែរបងប្អូនអត់តន់ចេញផ្កាចេញផ្លែហើយនេះដែរគឺអំពៅបងប្អូនដាំបាន 5-6 គុំដែរបងប្អូនក្រនមកកាប់ហូបលេងបងប្អូនហើយដែរគឺដើមតឡាចបងប្អូនដោះនៅក្រោមហើយមានចេកនីងនួន3ដើមដែរហើយពួកដើមនេះដែរគឺដើមជទាបងប្អូនគឺថាខ្ពស់បងប្អូនហើយចូល10ម៉ែត្រទីហើយអានេះវិញគឺដើមសំណប់ចិត្តហើយបងប្អូនបដោះខ្លួនឯងដាំខ្លួនឯង3ឆ្នាំជាងហើយកញ្ញុងឲ្យណាំមកបងប្អូនហើយដែរគឺរាំងបឹងបងប្អូនកម្រមានណារាំងបឹងហើយដែរគឺស្វាយកែវបំមន់បងប្អូនស្វាយដែរមិនឆ្ងល់ដែរការបដោះតាមមកក្របឯងបងប្អូនទៅចេញមក4ដើមអញ្ចឹងវិញហើយបើតលឹងតឹងនេះវិញវាថាផ្លែវិញពីដើមដល់លើដល់ក្រោមបងប្អូនគឺថាផ្លែឡើងហៀនេះគឺដើមស្វាយប៉មអូស្ត្រាលីបងប្អូនហើយនៅគៀនលបងនោះវិញដើមបានស្អំ 4-10 ដើមដែរបងប្អូនហើយទុកគ្រាន់បេះហូបហើយនឹងគៀនលបងខាងក្រោយវិញគឺដូងបងប្អូនចេញផ្លែហើយល្ងាចក៏យើងមានម្ហូបដូចជាខ្យងបងប្អូនហើយនឹងក្តាមមកស្រុកស្រែមានតែប៉ុណ្ណេះបងប្អូនគឺថាជាតិហើយនឹងទាអាំងបងប្អូនហើយទាខច្រើនពេកក៏ឆ្លៀតដាក់មកវីដេអូលេងបងប្អូនហើយខ្ញុំជាអ្នកនៅព្រៃភ្នំគ្មានចិត្តនឹងគេឈ្មោះឋានៈស្អីទេសុខចិត្តអង្គុយលេងផឹកតែដោយសេរីវាប្រសើរជាងលើលោកអត់មានទេវតាប៉ុន្តែមានការរស់នៅបែបទេវតាតើមិនគួរឲ្យស្បែកចិត្តទេគេវាយតែគេខូចហើយវីដេអូនេះដែរខ្ញុំមកកាត់បដល់ពេលព្រឹកបងប្អូនព្រឹកថ្ងៃត្រូវចេញមកពេញវិញបងប្អូនក៏ឆ្លៀតដើរមើលដំណាំជុំវិញផ្ទះហើយនឹងដើរមើលទិសភាពនឹងគិនផ្ទះបងប្អូនគឺថាខៀវងឹតបងប្អូនគឺថាវាស្រែជុំវិញបងប្អូនផ្ទះខ្ញុំគឺម្លងដែរគឺខ្ញុំដាំដើមកញ្ញុងឯធ្នងបងប្អូនហើយដើមធំដែរគឺដើមធ្នងបងប្អូនគេថាតិចល្អហើយនឹងខាងឆ្វេងដៃគិនលបងនេះគឺខ្ញុំដាំដើមកញ្ញុងបងប្អូនដើមកញ្ញុងហើយមើលទិសភាពចំហៀងផ្ទះវិញបងប្អូនគេថាខៀវងឹតគេថាតិចភ្នែកហ្នឹងបងប្អូនយើងងើបមកព្រឹកឡើងបងប្អូនគេថាស្រឡះមុខស្រឡះមាត់ល្អខៀវបងប្អូនក៏ធ្វើស្រែនៅចិត្តហ្នឹងបងប្អូនហើយក៏មកដល់មុនចេញមកតែប្រហែលម៉ោងបងប្អូនគេថាភ្លៀងជ្រុំយកលេងឡានចេញមកវាអត់រួចល្អិលឡានតាកម៉ាវាអត់កង់អត់ក្លាវាថយក្រោយអត់រួចក៏អស់តតែបានបងប្អូនហើយ A few moments later ហើយនេះជាសកម្មភាពក្រោយភ្លៀងធ្លាក់ហើយបងប្អូនភ្លៀងជ្រុំចូល2ម៉ោងជាងដែរបងប្អូនហើយក៏យើងបានត្រៀមចងខ្សែត្រៀមអស់បងប្អូនថាដីនេះអាពងបែកម៉ាំហើយមកថែមមកមេទៀតអារៀបទៅពេញវិញហ្នឹងមកបានអស់តតែបានបងប្អូនហើយចង់និយាយថាឲ្យតែខែភ្ជុំបងប្អូនហើយមេឃគឺចាប់ផ្ដើមដឹងតែភ្លៀងជាប់ហ្មងហើយក៏មើលចុះមើលឡើងអាឡានខ្ញុំខាងក្រោយនេះអត់មានកតុយត្រីអាសម្រាប់តពួអស់បងប្អូនខ្ញុំមកយល់អត់ដឹងមិនដែរវាអត់មានឡានម៉ាកនេះអាកតុយខាងក្រោយហើយទៅពេលហើយក៏បាត់ឡានបែរយកក្បាលអស់វិញបងប្អូនខាងមុខមានបងប្អូន
ហើយចំពោះតាកម៉ានេះវិញបងប្អូនឡាននេះគឺវាអត់មានកាពីតាបងប្អូនវាមានតែប៉ុងមួយបងប្អូនហើយចង់និយាយថាណាមួយសបកយើងកាឡាតកែទឹកហើយយើងដូរចូល2ឆ្នាំជាងបងប្អូនវាល្មមសឹកហើយវាប៉ះចំផ្លូវដីភូមិយើងយ៉ាងទៀតវាត្រូវដល់ហើយបើថាសំលេងវិញបានណាតែបើអត់អសវិញដឹងតែស្បៃហ្នឹងហើយតរាំងតែរាំងនឹងម៉ាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណសម្រាប់តាមដានពីដើមរហូតដល់ចប់បងប្អូនហើយកុំភ្លេចជួយ like ជួយ share follow ផងបងប្អូនចេញធ្វើវីដេអូដំបូង